នៅមុនពេលឈានចូលឆ្នាំ2026កីឡាករគុនខ្មែរល្បីឈ្មោះប៊ុនសុធាបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមដែលបង្ហាញពីអារម្មណ៍ស្មោះត្រង់ចំពោះជាតិនិងក្តីប្រាថ្នាដ៏សាមញ្ញមួយគត់គឺចង់ឲ្យប្រទេសកម្ពុជាមានសន្តិភាពនិងសុខសាន្តឡើងវិញក្នុងសារនោះប៊ុនសុធាបានសរសេរថា2026ជិតមកដល់ខ្ញុំគ្មានប្រាថ្នាអ្វីក្រៅពីប្រទេសកម្ពុជាខ្ញុំមានសន្តិភាពវិញសូម្បីតែសម្រាប់ការប្រកួតមួយរយៈសិនក៏មិនអីសម្រាប់ខ្ញុំដរាបណាប្រទេសខ្ញុំមានសុខសាន្តឡើងវិញជាមួយគ្នានោះផងដែរកីឡាករគុនខ្មែររូបនោះក៏បានផ្ញើពាក្យលើកទឹកចិត្តទៅកាន់កងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកឲ្យជួបតែសុវត្ថិភាពសុខភាពល្អនិងភាពរឹងមាំក្នុងការឆ្លងកាត់ស្ថានភាពដ៏លំបាកនេះប៊ុនសុធាគឺជាកីឡាករគុនខ្មែរដែលកំពុងលេចធ្លោក្នុងប្រភេទទម្ងន់ស្រាលមានដើមកំណើតមកពីទឹកដីខេត្តកំពង់ចាមនិងបានឆ្លងកាត់ការវឹកហាត់យ៉ាងតឹងរ៉ឹងតាំងពីក្មេងគេត្រូវបានគេស្គាល់ថាជាកីឡាករដែលមានជំហររឹងមាំចិត្តក្លាហាននិងមិនងាយចុះចាញ់ជាពិសេសការប្រើក្បាច់ជង្គង់និងកែងដែលជាលក្ខណៈពិសេសនៃគុនខ្មែរក្នុងអាជីពប្រដាល់ប៊ុនសុធាបានចូលរួមប្រកួតជាច្រើនសង្វៀនទទួលបានការគាំទ្រពីអ្នកគាំទ្រយ៉ាងទូលំទូលាយហើយត្រូវបានគេចាត់ទុកថាជាកីឡាករមួយរូបដែលមានវិន័យខ្ពស់និងស្មារតីស្នេហាជាតិចំពោះសារដែលប៊ុនសុធាបង្ហោះមិនត្រឹមតែបង្ហាញពីទស្សនៈរបស់កីឡាករម្នាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសង្គមនិងការយកចិត្តទុកដាក់ចំពោះជាតិគេបានបញ្ជាក់ថាកម្លាំងនិងភាពរឹងមាំគឺជាចំណុចសំខាន់សម្រាប់ការការពារខ្លួននិងការរក្សាអធិបតេយ្យភាពជាតិគូបញ្ជាក់ផងដែរថាតាមរយៈស្នាដៃក្នុងការប្រឡូកអាជីពគុនខ្មែរជាច្រើនឆ្នាំដោយការនាំយកមេដាយនិងពានរង្វាន់ជាច្រើនជូនក្លឹបប៊ុនសុធាក៏ទទួលបានក្របខ័ណ្ឌជាមន្ត្រីយោធាដែលបច្ចុប្បន្នកំពុងបម្រើការងារនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទផងដែរ